រឿងនិទានកូនទន្សាយនិងក្មេងស្រីនៅក្នុងព្រៃកាលពីព្រេងនាយមានព្រៃធំមួយសម្បូរទៅដោយដើមឈើធំខ្ពស់ទៅដែលត្រដឹមផ្កាចម្រុះពណ៌និងសត្វព្រៃតូចធំជាច្រើនប្រភេទនៅក្នុងព្រៃនោះមានក្មេងស្រីម្នាក់ឈ្មោះមាលីដែលមានសក់ខ្មៅវែងរលាស់និងភ្នែកខ្មៅមូលក្រឡង់មាលីចូលចិត្តទៅលេងក្នុងព្រៃណាស់ព្រោះនាងអាចរត់លេងដកផ្កានិងស្វែងយល់ពីធម្មជាតិថ្ងៃមួយខណៈដែលមាលីកំពុងដើរលេងក្នុងព្រៃជ្រៅនាងក៏បានប្រទះឃើញកូនទន្សាយតូចមួយដែលមានរោមខ្ចីដូចសម្លៃកំពុងតែលោតលេងយ៉ាងសប្បាយកូនទន្សាយនោះមានឈ្មោះពុកជាកូនទន្សាយដ៏ឆ្លាតវៃនិងរហ័សរហួនចូលចិត្តរត់លេងលោតផ្លោះពេញមួយថ្ងៃមាលីចាប់អារម្មណ៍នឹងពុកណាស់នាងក៏ព្យាយាមដើរតាមពីក្រោយដោយស្ងៀមស្ងាត់ពុកមិនបានដឹងថាមាននរណាម្នាក់តាមដានឡើយរហូតទាល់តែមាលីបានដើរទៅជិតហើយលូកដៃទៅអង្អែលវាថ្នមដំបងពុកភ័យខ្លាចណាស់វាក៏ព្យាយាមលោតរត់គេចប៉ុន្តែមាលីនិយាយទៅកាន់វាដោយសម្លេងស្រទន់ថាកុំខ្លាចអីពុកបងមិនធ្វើអ្វីអញទេពុកក៏ចាប់ផ្ដើមស្ងប់ចិត្តវិញហើយអនុញ្ញាតឲ្យមាលីអង្អែលវាចាប់តាំងពីថ្ងៃនោះមកមាលីនិងពុកក៏បានក្លាយជាមិត្តភក្តិនឹងគ្នារៀងរាល់រសៀលមាលីតែងតែទៅលេងពុកនៅក្នុងព្រៃនាងយកការ៉ុតស្រស់និងស្មៅទុនទៅឲ្យពុកស៊ីពួកគេលេងជាមួយគ្នារត់ប្រណាំងគ្នាលោតឆ្លងគល់ឈើនិងលាក់ខ្លួនរកគ្នាមាលីតែងតែចែករំលែករឿងរ៉ាវដែលនាងបានជួបប្រទះនៅខាងក្រៅព្រៃឲ្យពុកស្ដាប់ហើយពុកក៏តែងតែបង្រៀនមាលីអំពីវិធីស្វែងរកផ្លែឈើព្រៃនិងរុក្ខជាតិដែលមានប្រយោជន៍ថ្ងៃមួយភ្លៀងធ្លាក់ខ្លាំងរួចមានខ្យល់ព្យុះបោកបក់មកយ៉ាងខ្លាំងក្លាបណ្ដាលឲ្យមែកឈើជាច្រើនបាក់រលំមាលីជាធម្មតាមិនអាចទៅលេងព្រៃបានឡើយនាងបារម្ភពីពុកណាស់នៅពេលដែលព្យុះបានស្ងប់ស្ងាត់ទៅវិញមាលីក៏ប្រញាប់រត់ទៅក្នុងព្រៃនាងឃើញដើមឈើធំជាច្រើនរលំនិងផ្លូវលំបាកក្នុងការធ្វើដំណើរនាងបានស្រែកហៅឈ្មោះពុកប៉ុន្តែមិនមានសូរស័ព្ទឆ្លើយតបឡើយមាលីភ័យស្លន់ស្លោជាខ្លាំងនាងព្យាយាមរកពុកគ្រប់ច្រកល្ហកទីបំផុតនាងក៏បានឃើញពុកជាប់នៅក្រោមគល់ឈើល្មួយពុកមានរបួសជើងបន្តិចបន្តួចហើយភ្នែកវាឡើងក្រហមដោយសារភ័យខ្លាចមាលីខំប្រឹងលើកគល់ឈើនោះចេញប៉ុន្តែវាមិនអាចទៅរួចឡើយនាងក៏ប្រញាប់រត់ទៅផ្ទះវិញដើម្បីហៅឪពុកម្ដាយឲ្យមកជួយឪពុកម្ដាយរបស់មាលីក៏បានមកជួយពុកដោយជោគជ័យមាលីបានមើលថែពុកយ៉ាងយកចិត្តទុកដាក់រហូតទាល់តែវាបានជាសះស្បើយទាំងស្រុងចាប់ពីពេលនោះមកចំណងមិត្តភាពរវាងមាលីនិងពុកកាន់តែស្អិតរមួតពួកគេបានបង្ហាញឲ្យគ្នាទៅវិញទៅមកថាមិត្តភាពពិតប្រាកដមិនត្រឹមតែផ្ដល់នូវក្តីរីករាយប៉ុណ្ណោះទេប៉ុន្តែក៏ផ្ដល់នូវការជួយគ្នាទៅវិញទៅមកនៅពេលលំបាកផងដែរព្រៃក៏ក្លាយជាកន្លែងដែលមាលីនិងពុករស់នៅដោយក្តីសុខរីករាយនិងមិត្តភាពដ៏បរិសុទ្ធរបស់ពួកគេជារៀងរហូតនិពន្ធដោយ Edmondson Soria